នៅខេត្តកំពតមកមហូបដែលឆ្ងាញ់គឺមានច្រើនមែនតើហើយថ្ងៃនេះខ្ញុំនឹងណែនាំពី3កន្លែងដែលបងពេលមកលេងកំពតគួរតែចូលញ៉ាំព្រោះដោយសារតម្លៃគឺសមរម្យមែនតើកន្លែងទី1ដែលខ្ញុំបានទៅហ្នឹងគឺលក់នំបញ្ចុកទឹកម្ហិចមាននំកងទឹកអំពៅពេលដែលខ្ញុំញ៉ាំហ្នឹងមានអីទឹកម្ហិចគេហ្នឹងឆ្ងាញ់អត់អីទទួលយកបានហើយទីតាំងរបស់គាត់នៅម្ដុំថ្នល់អាទីភ្លើងណាកន្លែងទី2ដែលខ្ញុំបានទៅហ្នឹងគឺមុខម្ហូបគាត់ក៏ឆ្ងាញ់ដែរនិយាយទៅដុតមួនរបស់គាត់បើក្តាមអបមីស៊ូរបស់គាត់វិញសាច់ឡងផ្អែមហ្មងនិយាយទៅគាត់យកអារបៀបថ្មីយើងធ្វើឲ្យយើងហ្មងទៅទឹកឈូលឹកនេះអត់សូវមានទឹកទេកន្លែងទី3ដែលខ្ញុំបានទៅហ្នឹងទៅរៀងយំបន្តិចគឺនៅម្ដុំព្រែកកពតណានៅហ្នឹងគេមានមឹកអាំងរបស់គាត់ហ្នឹងដូច2000ពេលហ្នឹងខ្ញុំទិញ10ចង្កាក់អស់20000ណាទៅគ្នាដូចជា2-3នាក់ដែរមឹកគាត់ទុយមែនប៉ុន្តែផ្អែមណាព្រោះដោយសារគាត់អាំងឲ្យយើងភ្លាមហ្មងមើលតែមាត់អ្នកញ៉ាំទៅដឹងហើយថាឆ្ងាញ់ឬក៏អត់អញ្ចឹងទៅ enjoy ជាមួយ view សាហាវហ្មងញ៉ាំមឹកអាំងសុកឃើញត្រីក្រាញ់ឡើងមកសមុទ្រអត់យល់អាំងមកនៅសមុទ្រចឹងមិនចឹងត្រីទឹកសាបទេហើយមកនៅសមុទ្រចឹងអត់យល់ទេនេះត្រីនេះបែកងាងអីអូធំហ្នឹងបងទៀតOh my god មានចម្លែកនេះកុហកអីនេះមែនតាអត់មានទិញមកដែរណាស្មុតកពតត្រីនៅសង្សារនេះអត់ទៅដល់កពតហើយអត់ទិញត្រេនដូចអត់កើតព្រោះទៅថាត្រេនវាធំពេកហ៎ហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេ See you next video bye